ចាប់ផ្ដើមនៅពេលនេះមកតុងលីក៏បានរំលោះលោកពេញរួចទៅហើយព្រមទាំងហុចវិក័យច្បាប់ឲ្យឆៅកើនាងក៏បានសួរតើគាត់មិនខ្វល់ទេឬឆៅកើក៏ប្រាប់នាងវិញថាបើម្នាក់នោះគឺជានាងគាត់ក៏មិនស្ទាក់ស្ទើរក្នុងការជួយដែរតែតុងលីក៏សោកស្ដាយគួរតែសម្លាប់គេឲ្យហើយទៅជៀសវាងបញ្ហានៅថ្ងៃអនាគតស្របពេលនឹងដែរលោកពេញក៏បានលិតជង្គង់អរគុណទៅដល់លោកម្ចាស់វ័យក្មេងដែលបានជួយសង្គ្រោះនាងហើយចាប់តាំងពីពេលនេះតទៅនាងនឹងស្ម័គ្រចិត្តបម្រើគេអស់មួយជីវិតលើបែបនេះឆៅកើក៏បានយកกระดาษនោះហែកចោលប្រាប់ទៅកាន់នាងវិញថាចាប់ពីពេលនេះតទៅនាងមានសេរីភាពហើយនឹងមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេទៀតទេខ្ញុំធ្វើនេះមិនមែនចង់បាននាងធ្វើជាអ្នកបម្រើខ្ញុំឡើយតែខ្ញុំធ្វើពីចេញអំពីបេះដូងដ៏ស្មោះសររបស់ខ្ញុំនិយាយរួចក៏បបួលអ្នកទាំងពីរត្រឡប់ទៅវិញខណៈពេលដែលអ្នកទាំងបីបានដើរចាកចេញនោះលោកពេញក៏បានយកនៅกระดาษផ្សព្វផ្សាយស្វែងរកសិស្សរបស់អ្នកទាំងបីមកមើលរួចក៏ឲ្យលោកម្ចាស់ឲ្យឈប់នាងគឺចង់ធ្វើជាសិស្សនៅក្នុងនិកាយរបស់គេលើអញ្ចឹងអ្នកទាំងបីក៏បានមើលមុខគ្នាបន្ទាប់មកសាច់រឿងក៏បានកម្មដល់ថ្ងៃស្អែកសៀវឈូនិងលោកពេញកំពុងតែធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ្នកមីងម្នាក់ហើយអ្នកមីងក៏ចង់ឲ្យពួកគេស្វែងរកកូនកញ្ជ្រោងដែលបានបាត់តែហាក់បីដូចជាមិនទុកចិត្តទៅកាន់ពួកគេសៀវឈូក៏បញ្ចេញនូវថ្វីមាត់ដ៏ប៉ិនប្រសប់របស់នាងនិយាយរៀបរាប់នូវរឿងជាច្រើនព្រមទាំងឲ្យគាត់កុំបារម្ភអីបើមានបញ្ហាអ្វីនោះអាចមករកនាងនៅក្នុងនិកាយមកបានដែលបែបនេះគាត់ក៏បានចូលព្រមប្រកល់នូវកាក់ស្ពាន់ចំនួន10នៅពេលដែលភារកិច្ចបានបញ្ចប់នោះគាត់នឹងប្រកល់10ទៀតបន្ទាប់ពីគាត់ចាស់ចេញទៅបាត់លោកពេញក៏សួរសិស្សច្បងតើប្រកាសទេថាអាចរកវាឃើញបើតាមអ្វីដែលនាងដឹងនោះអ្នកមីងអំបញ្ញមិញនេះគាត់គឺមកពីភូមិជីជាសៀវឈូក៏ប្រាប់ថានាងដឹងហើយព្រោះតែ3ថ្ងៃមុននាងក៏បានឃើញវានៅទីនោះនៅពេលដែលនាងចង់ចាប់វាលោកគ្រូក៏បានប្រាប់ថានេះគឺជាសត្វមានម្ចាស់ហើយវាកំពុងតែវង្វេងពីម្ចាស់របស់វាហើយតាមអ្វីដែលនាងចងចាំជាមួយនឹងក្លិនរបស់វានេះក៏គឺជាសត្វរបស់គាត់ហើយបន្ទាប់ពីស្ដាប់នៃការរៀបរាប់របស់សៀវឈូហើយលោកពេញក៏អស់សំណោចតែភ្លាមៗក៏សុទ្ធតែបន្ទោសខ្លួនឯងគឺមកពីខ្ញុំទាំងអស់បើកុំព្រោះតែខ្ញុំនៃកាយមកក៏មានបញ្ហាដែរសៀវឈូឃើញចឹងក្នុងនាមជាសិស្សច្បងក៏បានជួយលួងលោមប្រាប់សិស្សប្អូនក៏មកគិតច្រើនអីដរាបណាខ្ញុំនៅទីនេះឯងមិនចាប់បាច់បារម្ភទេស្របពេលនោះឆៅកើក៏ដើរចូលមកសរសើរសៀវឈូថានាងចាស់ទុំហើយតែមិនចាំបាច់មើលមុខគាត់ទេពុះពេញទៅដោយស្នាមរបួសលោកពេញបារម្ភក៏មកសួរលោកគ្រូតែមិនអីទេឆៅកើក៏ប្រាប់ថាគ្មានបញ្ហាឲ្យនាងយកវាទៅឲ្យអ្នកនាងវ័យក្មេងនៅក្នុងគ្រួសារយាយដែលនៅភូមិខាងលិចទីក្រុងតែក៏មិនភ្លេចឲ្យនាងទាមទារកាក់ស្ពាន់ចំនួន10ទៀតផងព្រោះតែមុខរបស់គាត់ត្រូវបានវាខ្ចៅខូចអស់ហើយបន្ទាប់មកសៀវឈូក៏ស្វែងរកថ្នាំដើម្បីយកលាបឲ្យលោកគ្រូតុងលីដែលមកពីក្រោយនោះឃើញចឹងក៏អស់សំណោចខ្ញុំបាននិយាយហើយថាតើខ្ញុំជាអ្នកចាប់ប៉ុន្តែបងប្រុសពិតជារឿងក្បាលណាស់ហើយគាត់ក៏មិនដឹងទេថាឆ្មានេះកាយដល់ថ្នាក់នឹងសត្វថៃធរនាំអេដមីនវងវិញពេញនឹងហើយពីមុនដែលជាសុទ្ធបន្ទាប់មកកញ្ជ្រោងឥឡូវចេញឆ្មាតែជាក់ស្ដែងគឺជាឆ្មាមែនតោះចូលទៅកាន់សាច់រឿងរបស់យើងវិញឆៅកើក៏ល្អតែគាត់ត្រូវធ្វើការសុំបំណុលគេដល់ពេលណាទៀតតុងលីក៏បានដកនៅថង់ប្រាក់មកប្រាប់ថានាងរកបានកាក់ស្ពាន់30នៅថ្ងៃនេះរីឯឆៅកើគាត់រកបានត្រឹមតែ15ប៉ុណ្ណោះរួចក៏រំលឹកទៅកាន់អ្នកទាំងពីរនេះមិនដឹងថារកបានប៉ុន្មានទេតែក្រោយពីសៀវឈូបានយកចេញមកអ្នកទាំងពីរក៏មានការភ្ញាក់ផ្អើលឆៅកើក៏ថាវាពិតជាច្រើនណាស់តែឯងបានមកពីណាហើយសៀវឈូនាងក៏បានមកដោយសារតែនាងធ្វើជាគ្រូទាយឆៅកើក៏ភ្ញាក់ផ្អើលចំនាងល្អិតនេះចេះទូទាយទៀតសៀវឈូក៏តបទៅវិញចាំមិនលោកគ្រូមិនជឿជាក់លើខ្ញុំទេនិយាយមិនទាន់ចប់ស្រួលវូផងក៏មានតាចាស់ម្នាក់បានមកសុំឲ្យអ្នកគ្រូឈូជួយទូទាយឆៅកើក៏សួរគាត់តើមានរឿងអ្វីកើតឡើងគាត់ក៏បានប្រាប់ថាមានបិសាចបានចាប់ក្មេងៗនៅក្នុងភូមិរបស់គាត់អស់ហើយបន្ទាប់មកគាត់ក៏បាននាំពួកគេមកទីនេះព្រមទាំងប្រាប់ថាកន្លះខែមុនក្មេងៗនៅក្នុងភូមិបានបាត់ខ្លួនម្ដងម្នាក់រហូតអស់ពីស្តុបដំបូងឡើយពួកយើងគ្រាន់តែគិតថាក្មេងៗបានវង្វេងប៉ុណ្ណោះប៉ុន្តែស្ថានភាពស្តៀងគ្នានេះបានកើតឡើងជាបន្តបន្ទាប់ខ្ញុំបានឲ្យអ្នកភូមិឡើងលើភ្នំដើម្បីស្វែងរកក្មេងៗតែជាអកុសលពួកគេគ្មាននរណាម្នាក់អាចរស់រានមានជីវិតបានទេហើយតាមអ្វីដែលគាត់បានឮគឺមានមនុស្សនិយាយទាក់ទងជាមួយនឹងអ្នកគ្រូឈូដែលមានសមត្ថភាពទូទាយស្ថិតនៅច្រកចូលក្រុងដូច្នេះហើយទើបគាត់ទៅស្វែងរកនាងដរាបណាពួកគេអាចស្វែងរកក្មេងៗឃើញគាត់នឹងលះបង់អ្វីៗទាំងអស់ទៅឲ្យពួកគេឆៅកើក៏ប្រាប់ឲ្យគាត់កុំបារម្ភអីខ្ញុំនឹងមនុស្សក្នុងនិកាយមកទាំងអស់នឹងសម្លាប់បិសាចដើម្បីជួយសង្គ្រោះក្មេងៗស្របពេលនោះលោកពេញក៏បានមកប្រាប់ឆៅកើថានៅពេលដែលនាងបានយកឆ្មាទៅឲ្យមនុស្សនៅក្នុងគ្រួសារយាយនោះនាងបានឮពួកគេនិយាយទាក់ទងជាមួយនឹងអ្នកគ្រូយ៉ងកូនស្រីរបស់គាត់ក៏បានបាត់ខ្លួនកាលពីម្សិលមិញដែរគេក៏បានរកឃើញនៅរបស់នេះនៅលើដំបូលគាត់ក៏បានស្នើឲ្យខ្ញុំតាមដាននៅរឿងនេះផងតុងលីក៏ដឹងហើយថានេះគឺជារបស់ពពុះបិសាចហើយវាពិតជាមានក្លិនស្អុយហើយពិតជាដោយអ្វីដែលឆៅកើគិតមែនព្រោះតែលើកមុនគេក៏ចង់ចាប់យកសៀវឈូដែរឥឡូវនេះពួកគេក៏ចាប់ផ្ដើមបញ្ចេញនូវសកម្មភាពជុំវិញទីក្រុងហើយការបាត់ខ្លួនរបស់ក្មេងៗដ៏ច្រើនបែបនេះខ្ញុំគិតថាពួកគេកំពុងតែធ្វើរឿងធំមួយហើយស្របពេលនោះពុទ្ធិចារក៏ចាប់អារម្មណ៍មានអ្វីចម្លែកនោះគឺជាទិសដៅនៅក្នុងភូមិលើចាំងឆៅកើក៏បញ្ញាប់ចាប់លីគាត់សម្ដៅទៅភូមិកាន់មកកាន់ក្នុងភូមិម្នាក់វិញបរិមម្នាក់ក៏ត្រូវបានអ្នកភូមិចាប់ចងពួកគេក៏បានចោទប្រកាន់ទៅកាន់គាត់ថាជាអ្នកចាប់ក្មេងៗឲ្យគេបកគោនៅក្មេងៗត្រឡប់មកវិញមកបើមិនអញ្ចឹងទេគាត់នឹងដុតគេឲ្យស្លាប់ជាមិនខានបរិមម្នាក់នឹងគេក៏ព្យាយាមប្រកែកថាមិនមែនជាគេទេតែអ្នកភូមិមិនបានជឿទៅកាន់គេឡើយព្រោះតែមានពាក្យញុះញង់ពីអបែកនេះគេក៏បានដើរចូលមកថាបើមិនមែនជាឯងគឺជាអ្នកណាចាប់តាមពីឯងបានចូលមកក្នុងភូមិក្មេងៗក៏ចាប់ផ្ដើមបាត់ម្ដងម្នាក់ហើយអ្នកខ្លះក៏បានឃើញឯងស្ថិតនៅលើភ្នំខាងក្រោយនៅពាក់កណ្ដាល
ដាត្រេតផងដែរភ្នែករបស់ឯងឡើងពណ៌ក្រហមដូចទៅនឹងបិសាចផុសតាំងទាំងអស់នេះឯងមានអ្វីចង់ប្រកែកទៀតតែគេក៏បានប្រាប់ថាបន្ទាប់ពីគេសម្លាប់នៅថ្ងៃនោះគេមិនចាំអ្វីទាំងអស់រឿងដែលក្មេងៗបាត់ខ្លួនមិនមែនជាខ្ញុំទេបើទោះបីជាខំរៀបរាប់ប៉ុណ្ណាគេក៏នៅតែមិនជឿចាប់តាំងពីឯងមិនប្រងសារភាពទៅហើយខ្ញុំនឹងបរិយាមេរឿងខ្លះទៅឯងចោះខណៈពេលដែលភ្លើងកំពុងតែដុតបរិសម្នាក់នោះស្រែកដោយក្តីឈឺចាប់ឆៅកើក៏បានប្រើប្រាស់ល្បឿនយ៉ាងលឿនបង្ហាញខ្លួនមកបញ្ចេញនូវថាមពលតែបន្តិចក៏បានបន្លត់ទៅកាន់ភ្លើងទាំងអស់នោះចូលមកដល់ខាងក្រោមគ្មាននរណាសួរទេណែនាំខ្លួនតែម្ដងលូឆៅកើគឺជាថ្នាក់ដឹកនាំនៃកាយមកប្រាប់ពួកគេឲ្យប្រកល់មកគាត់ចោះគាត់នឹងស៊ើបអង្កេតរឿងនេះតាចាស់នោះលឿនចឹងក៏បានបញ្ញាប់មកគ្រប់ឆៅកើអមតៈទីបំផុតលោកក៏បានមកដល់ប៉ុន្តែពួកយើងបានចាប់បានគេហើយគ្រាន់តែបិសាចនេះរៀងរឹងរូសបន្តិចគេមិនប្រំនិយាយទេរីឯមេភូមិក៏បានស្ដីឲ្យពួកគេតើហៃធីងគេបានធ្វើអ្វីខុសទៅគេតែងតែស្ថិតនៅក្នុងភូមិជានិច្ចនៅពេលដែលក្មេងៗបាត់ខ្លួនហើយបើគេពិតជាបិសាចពិតមែនកញ្ចាស់ឯងទាំងអស់គ្នានេះថ្ងៃនេះប្រកាសជាស្លាប់ជាមិនខានលឿនចឹងតាចាស់នេះក៏បានស្ដីឲ្យមេភូមិហើយដោយសារតែលោកមេភូមិនឹងទៅព្រារាំងនឹងការស្វែងរកក្មេងៗបន្ទាប់មកក៏បាននិយាយជាមួយនឹងឆៅកើថារឿងទាំងអស់នេះខ្ញុំពឹងលើលោកហើយប៉ុន្តែកុំធ្វើឲ្យពួកយើងអស់សង្ឃឹមឲ្យសោះនិយាយរួចក៏បានដើរចាស់ចេញរីឯស៊ូឈូក៏ចាប់អារម្មណ៍នឹងក្លិនស្អុយដែលចេញពីខ្លួនរបស់គាត់ចំណែកឯឆៅកើក៏ឲ្យមេភូមិនាំពួកគេទៅសម្រាប់សិនទៅគាត់ចង់សួរចម្លើយបរិសម្នាក់នេះតែពីរនាក់ឆៅកើដោះលែងគេហើយក៏បានសួរតើតើថាអ្នកទាំងអស់គ្នាបាននិយាយថាគេគឺជាបិសាចតែមានអ្វីកើតឡើងស្របពេលដែលយើងមិនទាន់ដឹងថានឹងមានរឿងអ្វីបន្តប៉ុណ្ណោះសាច់រឿងក៏បានមកដល់ទីបញ្ចប់ថ្ងៃនេះបានតែមួយភាគទេអ្នកទាំងអស់គ្នាចាំមកពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយ like subscribe ម្នាក់មួយផងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ